ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះស៊ីវចនៈជាគ្រូនិស្សិតមកពីថ្នាក់អង្គសូមបកស្រាយមេរៀនច្រកបញ្ចាំងទាក់ទងទៅនឹងមុខវិជ្ជាការវិតម្លៃការសិក្សានៅក្នុងសប្តាហ៍ទី10ដែលសិក្សាអំពីការវិតម្លៃផលបត្តិឬក៏អង់គ្លេសហៅថា portfolio assessment ចឹងនៅក្នុងវត្ថុបំណងមេរៀននេះគឺខ្ញុំមានដូចជាទី1កំណត់បាននិយមន័យការវិតម្លៃផលបត្តិជាក្រដាសផលបត្តិ digital គុណសម្បត្តិគុណវិបត្តិនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលបត្តិនៅក្នុងការបង្រៀនអាចរៀបរាប់ពីចរិតលក្ខណៈផលបត្តិដែលមានប្រសិទ្ធភាពជំហានក្នុងការអនុវត្តនិងសារៈប្រយោជន៍ផលបត្តិ digital កំណត់ពីវេទិកាដែលអាចផ្ទុកផលបត្តិ digital សម្រាប់ប្រើប្រាស់ក្នុងការបរៀននិងរៀនតាមមុខវិជ្ជានិងមានទម្លាប់ប្រើប្រាស់ផលបត្តិដើម្បីតាមដានការរីកចម្រើនរបស់សិស្សចូលទៅកាន់មាតិកាគឺខ្ញុំមានមាតិកាធំទាំងអស់6ទី1គឺការវិតម្លៃផលបត្តិទី2ចរិតលក្ខណៈផលបត្តិទី3គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិទី4ប្រភេទផលបត្តិទី5ការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិនិងចុងក្រោយគឺការសង្ខេបអញ្ចឹងយើងចូលទៅចំណុចទី1តែម្ដងចឹងចំណុចទី1របស់យើងគឺការវិតម្លៃផលបត្តិចឹងមុននឹងចូលការវិតម្លៃផលបត្តិយើងត្រូវស្វែងយល់អំពីអ្វីទៅជាផលបត្តិជាមុនសិនចឹងផលបត្តិគឺជាផលបត្តិឬក៏ portfolio ហ្នឹងគឺជាសំណុំឯកសារសិស្សដែលតាក់ទងទៅនឹងកិច្ចការផ្សេងឬក៏ស្នាដៃផ្សេងរបស់សិស្សលើមុខវិជ្ជានីមួយទៅតាមពេលកំណត់ណាមួយដូចជាប្រចាំខែឬក៏ជាត្រីមាសប្រមូលផ្ដុំគ្នាបង្កើតបានទៅជាផលបត្តិឬក៏ portfolio ហ្នឹងអញ្ចឹងបើចំពោះការវិតម្លៃផលបត្តិវិញគឺវាសំដៅទៅលើដំណើរការនៃការប្រមូលនិងវិតម្លៃតាមដំណាក់ឬបញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនៃការសិក្សាចឹងវាមានន័យថាជាការប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សម្នាក់តាមរយៈវិតម្លៃដំណាក់កាលឬក៏វិតម្លៃបញ្ចប់ដែលគោលដៅហ្នឹងគឺដើម្បីសម្រេចគោលដៅវឌ្ឍនភាពនៃការសិក្សារបស់សិស្សម្នាក់ហ្នឹងហើយគឺជាការវិតម្លៃផលបត្តិចូលទៅដល់ចំណុចមួយទៀតគឺការវិតម្លៃផលបត្តិហ្នឹងដូចយើងនិយាយមិញអញ្ចឹងគឺវាជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយមានន័យថាយើងប្រមូលផ្ដុំការងាររបស់គាត់ហ្នឹងមានដូចជាស្នាដៃផ្សេងកិច្ចការងារគាត់ផ្សេងប្រមូលផ្ដុំគ្នាតាមរយៈប្រចាំខែនីមួយឬក៏តាមរយៈត្រីមាសនីមួយក្នុងពេលណាមួយហ្នឹងដើម្បីក្នុងការវិតម្លៃផលបត្តិហ្នឹងតាមរយៈការវិតម្លៃដំណាក់កាលឬក៏វិតម្លៃបញ្ចប់ដើម្បីឲ្យសម្រេចគោលដៅក្នុងការសិក្សាឬក៏វឌ្ឍនភាពនៃការសិក្សារបស់សិស្សម្នាក់ហ្នឹងហើយម្យ៉ាងទៀតវាក៏ជាការប្រមូលផ្ដុំកិច្ចការរបស់សិស្សក្នុងគោលបំណងប្រើប្រាស់ដើម្បីពណ៌នាពីការប្រឹងប្រែងការរីកចម្រើនឬការសម្រេចសមិទ្ធផលរបស់សិស្សក្នុងមុខវិជ្ជាណាមួយអាហ្នឹងតាមទស្សនៈរបស់លោក Arisen ឆ្នាំ2000និង2001លោក Danielson និង Albertine ឆ្នាំ1997លោក Johnson នៅឆ្នាំ2002ចូលដល់ចំណុចទី2គឺចរិតលក្ខណៈនៃផលបត្តិអញ្ចឹងយកតាមលោក Arisen ឆ្នាំ2000ដល់ឆ្នាំ2001ឬក៏លោក Gallagher ឆ្នាំ1998ការប្រមូលផ្ដុំកិច្ចការសិស្សដែលត្រូវរៀបចំផលបត្តិហ្នឹងត្រូវតែមានចរិតលក្ខណៈពិសេស3យ៉ាងអញ្ចឹងចរិតលក្ខណៈទី1គឺការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ការប្រមូលផ្ដុំកិច្ចការរបស់សិស្សហ្នឹងត្រូវមានគោលបំណងច្បាស់លាស់ហើយយើងត្រូវតែកន្លែងក្នុងចំណុចនេះគឺចង់ឲ្យយើងឲ្យសិស្សគ្រប់គ្នាហ្នឹងគ្រប់មុខវិជ្ជាទាំងអស់ដែលគាត់រៀនហ្នឹងត្រូវតែមានហ្មងហើយត្រូវតែមានគោលបំណងច្បាស់លាស់ហ្មងចុចដល់ចំណុចទី2គឺសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលនៅក្នុងផលបត្តិហើយចរិតលក្ខណៈទី3ហ្នឹងគឺសិស្សត្រូវទៅចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងគឺមានន័យថាក្រោយពីបញ្ចប់មេរៀនមួយឬក៏ប្រមូលផុសតាងព័ត៌មានផ្សេងតាក់ទងទៅនឹងកិច្ចការរបស់គាត់ចូលនៅក្នុងផលបត្តិហ្នឹង
cứ quát thở thì chết cho bình trang luôn ai tha rồi chừng này lo nên chừng này cai lọc o khoa cai bảo quát đó nó không trai mi thì muối được không khai thì muối từ lời một chiều muối nắng ta quát ban được chừng nào đo đồng nặng ca này hái để quát hay chừng này đa khác để quát cu cai lọc o chừng từ cho từ ở can chừng này muối tiết để tôn nâng câu bầm nòng chỉ được lạ cả câu bầm nòng cho ba lò nó không cho này câu bầm nòng cho ba lò nó rơi tại việc bình si chỉ muối nâng bật thọng nón stock đa nâng nâng ra tập tìm một phay muối để dương mang tất xa rồi mà hái bùn nâng tập tìm phay muối nè giờ bình si nâng ấy đài si muối cứ tẹt tôn tên nâng communication tẹt tôn tên nâng chủng niên nông ca tầm nẹt tầm nông tp tẹt tôn tên nâng collaboration skill chủng này nông ca thua cách hạ tập bát ca tị bay critical thinking skill ca cật bát si chủng râu tị buông creativity ca bùng cao thay tị brand computing and digital literacy ha chủng niên từ lơ ở bậc trai cả về digital tị của mỗi career readiness hai trong cácคือ culture understanding คือการโยลมปีวัปโทจำลองวัปโทนี่จังបញ្ចប់ចំណុចមួយទៀតគឺផលិតផលការងារឬក៏ផលិតផលការងារគឺតែមានការប្រមូលផ្ដុំមានថាប្រមូលផ្ដុំមានថាគាត់អាចប្រមូលផុសតាងទៅលើកិច្ចការគាត់មួយហ្នឹងរៀបចំឲ្យបានល្អមានន័យថាមុខវិជ្ជាគណិតដាក់នៅក្នុងម្ដុំប្រមូលផ្ដុំជាមួយនឹងគណិតទៅគីមីដាក់គីមីទៅសិលធម៌ដាក់នឹងសិលធម៌ទៅដើម្បីឲ្យរៀបចំឲ្យល្អវាមានលក្ខណៈជាប្រព័ន្ធងាយស្រួលក្នុងការវិតម្លៃហើយសិស្សខ្លួនឯងគឺត្រូវមានការចូលរួមនៅលើទឹកចិត្តកម្រិតខ្ពស់កិច្ចការឬស្នាដៃរបស់សិស្សម្នាក់ហើយជ្រើសរើសក្រុមសារមេរៀនដល់ខ្លួនឯងចូលទៅកាន់ចំណុចបន្តគឺតើតើនឹងការណែនាំអញ្ចឹងគ្រូត្រូវតែណែនាំសិស្សឲ្យត្រូវប្រើក្នុងត្រូវបង្កើតផលប័ត្រហ្នឹងត្រូវបានប្រើនៅក្នុងក្រុមសារមេរៀននីមួយៗស្វ័យឆ្លុះបញ្ចាំងរបស់សិស្សអញ្ចឹងសិស្សមានថាសិស្សត្រូវស្វ័យឆ្លុះបញ្ចាំងគាត់ជានិច្ចការហ្មងនៅក្នុងផលប័ត្ររបស់គាត់ហ្នឹងគាត់អាចតាមការសិក្សារបស់គាត់ក្នុងខែនីមួយៗបានឬតាមត្រីមាននីមួយៗបានហើយមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងសមស្របសម្រាប់វិតម្លៃផលិតផលដែលមានការប្រជុំរវាងគ្រូនិងសិស្សដើម្បីពិនិត្យនឹងការវិតម្លៃយើងចូលចំណុចទី3ធំគឺគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រវិញម្ដងអញ្ចឹងគ្រប់ផលប័ត្រទាំងអស់វាតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាអញ្ចឹងចំពោះគុណសម្បត្តិគឺជំរុញស្វ័យវិតម្លៃនិងការវិតម្លៃបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តសិស្សបង្កើនការលើកទឹកចិត្តសិស្សហ្នឹងមិននៅពេលដែលសិស្សគាត់ឃើញលទ្ធផលរបស់គាត់នៅក្នុងផលប័ត្រមួយមានការរីកចម្រើនធ្វើឲ្យគាត់ហ្នឹងមានកម្លាំងចិត្តនៅក្នុងការសិក្សាបន្តទៀតចឹងទៅហើយផ្ដោតទៅលើចំណុចខ្លាំងនិងអ្វីដែលពួកគេអាចធ្វើបានអញ្ចឹងនៅក្នុងផលប័ត្រគឺសិស្សអាចស្វែងរកទៅលើចំណុចខ្លាំងរបស់គាត់បានមានថាគាត់ឧទាហរណ៍សិស្សនឹងខ្លាំងទៅលើមុខវិជ្ជាគណិតចឹងទៅចឹងថាផលប័ត្រសមត្ថភាពរបស់គាត់ហ្នឹងគឺមុខវិជ្ជាគណិតគាត់ហ្នឹងគឺខ្លាំងគាត់អាចធ្វើអានឹងបានបន្តទៀតហើយទី3ការវិតម្លៃមានលក្ខណៈជាបុគ្គលផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ពុកម្ដាយអញ្ចឹងកន្លែងនេះចំណុចសំខាន់តែម្ដងគឺដល់ពេលដែលយើងមានផលប័ត្រយើងមានថាយើងអាចគឺផលប័ត្រហ្នឹងគឺយើងប្រមូលភស្តុតាងផ្សេងទៅលើកិច្ចការស្នាដៃសិស្សផ្សេងតាមខែនីមួយតាមត្រីមាននីមួយមានជានៅក្នុងផលប័ត្រហ្នឹងប្រមូលផ្ដុំតែមួយមកអញ្ចឹងនៅពេលដែលយើងជួបជំនុំអាណាព្យាបាលយើងគ្រាន់តែយកផលប័ត្រហ្នឹងជាឧទាហរណ៍ជាក់ស្ដែងដើម្បីឲ្យគាត់ហ្នឹងដឹងពីវឌ្ឍនភាពនៃការសិក្សារបស់កូនគាត់របស់គាត់ទាំងអស់គ្នាហើយចំណុចចុងក្រោយហ្នឹងគឺវាមានភាពបត់បែននិងប្រែប្រួលទៅតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពចំណាប់អារម្មណ៍និងរបៀបនៃការរៀនរបស់សិស្សអញ្ចឹងផលប័ត្រទាំងអស់វាដូចគ្នាទេវាអាស្រ័យទៅតាមអាយុរបស់សិស្សដែរសម្រាប់សិស្សណាក់ទួយទៅគាត់មិនអាចទៅធ្វើផលប័ត្រតាក់ទងទៅនឹងគម្រោងធំបង្កើតអីធំបានទេអញ្ចឹងគាត់អាចធ្វើបាននៅក្នុងបែបផែននៃកម្រិតការសិក្សារបស់គាត់ដែរចូលទៅដល់ចំណុចគុណសម្បត្តិគុណវិបត្តិវិញគឺតាក់ទងទៅនឹងគុណសម្បត្តិនៃផលប័ត្រគឺទី1គឺត្រូវការបណ្ដុះបណ្ដាលគ្រូអញ្ចឹងគ្រូត្រូវតែយល់អំពីការវិតម្លៃផលប័ត្រហ្នឹងមិនប្រមូលផលប័ត្រហ្នឹងមិនទៅទី2គឺពិបាកក្នុងការដាក់បន្ទុកនាំឲ្យមានភាពជឿជាក់ទៀតទី3ចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់បន្ទុកនិងជប់សិស្សហើយសិស្សអាចនឹងជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលប័ត្រមិនសូវបានល្អ
Bộ đề xa tới bây giờ một ca phò bát tới sơ một tụ tích của con đã để thầy tam ca bật chết đáy phò là bát bởi tại tôi nông phò bát mà phía mong cứ cái vô từ lơ mà tập một buổi chia na để có kháng thôi bậc cao từ chi phò là bát mùi quạt tại một đòn hai để xa là con một tay cam chi dân vệ tơ từ lồng từ lý hai cùng lu phò sát ai nằm từ độ phiệp 6 này ca thơ tu tơ cám hai phụ một ai ai nem vừa bại vô phò bát để xa tay nhưng đang sáng mình sọc mãi những việc tao miền phò bạn ăn tế cho tôi này bần tóc cứ một phép phò là bạn trên cái chai một phép phò là bạn đắng chia thông thống cứ miền từng ó chùm nuột buồn miền chùm nuột buồn ở tí mũi phò bát xa đáy tí pi phò bát mà tập hiếp tí bay phò bát cùng đốm tí bốn cứ phò bát prapika đi chùm đó nó có group portfolio nắng hay trong khỏi ní cứ khoản tay bia và thay tế cứ phò bát đi chật thó đại bia práo sầm mặt cai prai phò bát tẹt buồn mình nắng giống như cho từ cái ca khai vô bị phò bát để môi tay mà đó chẳng phò bát na đầy chẳng phò bát na đáy cứ chia phò bát muối đầy kê lực vô từ lửa cây ca là ông phật bỏ sớ đám bay prai chỉ ca trong chấm đại cruôn sơ cao chiều một cây ca to luôn này sơ bên chất chia bề nó sao về ca xa nắng đám bay bằng tụm nhẹ tụm nông chỉ muối năng nạp chia ba đôi cruôn xá bằng hai nơi một tận nạp hiệp rồi bằng hai nơi ưu tiên ho bên trường miền này một phần sau ca xa rồi còn sẽ cầm hiệp rồi bỏ sơ nông nông nạ điền cho từ căn chuẩn bị bình tóc cứ dân sắp làm pi phò bát mà tập hiệp chắc phò bát mà tập hiệp cứ bằng hai pi cùng đặt đề ca sớm mà tập phò đề ca có độc tam cô đau sắp sát rồi tập phò sắp ra là vâng tức môi được tràn chắc việc bằng hai dòng giấy tới nó không phò bát mà hiệp cứ bằng hai dòng pi vậy để sợ ai sớm mà tập phò bán không cô đau sắp ra là vâng tục hai cho từ căn chuẩn bị bình tóc cứ phò là bát cùng rồng chắc phò bát cùng rồng cứ cái prao việc làm mấy trong cái ai cả xa này ca mình chọc chấm hiền thì môi nông cùng rồng này thưa lá nông dạ pe muối ban mình cho đo là phò ta này ca cho đông là ca chấm hiền thì môi là muối nông ca nghe cùng rồng môi nằng cho từ căn phò là bát prap ca đây chấm rán với cứ việc bằng hai dòng pi qua tận nặng hiệp vua từ đâu ca các xa một chia môi can tay và xa là mới thay phò bát prap ca đây chấm rán nó cứ mới đây tha việc bằng hai dòng pi tha bị ca sâu xa bỏ sơ nó không khai mẹ cả đá nên một chia cả nó bị chia ta quạt ban mi quạt nạp hiệp rồi có con đi chụp ra đòn này hai đều thì họ khai mẹ cả đá quạt ban tụ buồn chân tờ khai cũng phép có ban một chia cả nó ban tụ pram chân tờ chắc là nó bằng hai pi quạt nạp hiệp này ca đi chụp ra từ lơ một chia này mũi can tay và xa làng chỗ đó chụp này trong cái phò bạn đi chỉ thó cứ chỉ ca pháp đố ca và mua portal electronic đại chỉ thao mà đã ba đã ra tốt nằm rút rôn từ lời internet để cầm thi Sophia này ai chỗ đó sạ tầm khác này phò bạn digital chẳng là tầm khác này phò bạn digital tiếng quốc đo nơi ca đã ra tốt buồn biến và có đại về tập viết nâng số tập viết sợ ai bản thay một tí ho ca cho mình chắc nâng tiên sẵn than bán lừa cùng pua ca cho rung nhà thật kham là không ca thật xa đến số xong có ngôn lựa bậc cố ca chạy bật đất nâng dùng lệnh bỏ sắp toán hai nghe số prao prát nâng ai plap đầu tì tàng bàn chẳng digital với nghe rồi cho yên nghe xuống nông ca cái prai tròn tròn hay plap đầu tì tàng bàn cho tất cả trong này bẩn tóc tư dương sâu sàm pi ca điệp chóm nâng ca là quạt ca về lại phò bát chẳng trong hiên nông ca điệp chóm ca là quạt ca về lại phò là bát cương biên tập tổng ó bảng buồn trong hiên thông thống trong hiên tim mũi cứ cầm nọt cô bồng nó hai trong hiên tivi cứ cầm nọt ở chân na sầm quan rụp riêng được digital mới đây tha nông nấy cứ dương thử tay cầm nọt ban vì khai để mua thử men một chia khai chân tới cầm nọt ở chân na sầm quan bảo vía thì bay cầm nọt lâm tá thì buôn cùng nát ca nai năm phai về đồng lái nâng lại cả nạ bên chai ca đã phần tự sắc thì pram ca phần nật lang vinh cho mùi sắc thì pram muối thì muối cơ ca đã khăm phá thì pram pí ca xoay về đồng lái được bao sắc lơ khăm phá thì pram bói ca về đồng lái được bao kru nâng vô miền tây lót hai trong cái cây bị chung rồi miền kru nâng là nào chia ba sắc chẳng nơi mình ta bị chùm này tẹt đông tên nâng ca điệp choang nâng ca là quạt nâng hái cứ chùm này trong coi bảo dân tam đó chùm này ti vừa muối cứ sòng khép ở tẹt đông nâng cơm xa mê đi nâng tam đó cơm xa mê đi nó cứ
សារៈសំខាន់នៃផលបត្តិគឺជាការប្រមូលចឹងត្រង់មកវិញសារៈសំខាន់នៃផលបត្តិគឺជាការប្រមូលនិងការវាយតម្លៃស្នាដៃការងាររបស់សិស្សដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅសម័យលទ្ធផលសិក្សាអំពឹងទុកនិងការសម័យនៅស្តង់ដារនៃការសិក្សាដែលរួមបញ្ចូលនៅគោលការណ៍នៃការវាយតម្លៃការអនុវត្តជាមួយនឹងស្វ័យឆ្លុះបញ្ចាំងផលបត្តិនិងផលបត្តិអេឡិចត្រូនិកអាចជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីកែលម្អការសិក្សារបស់សិស្សជាមួយនឹងភាពបត់បែនដែលមាននៅក្នុងផលបត្តិវាមានភាពងាយស្រួលក្នុងការវាយតម្លៃជាលក្ខណៈបុគ្គលដូច្នេះនេះអាចបង្កើតការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយអត្ថន័យដល់សិស្សម្នាក់ៗបានអញ្ចឹងតាក់ទងទៅនឹងវីដេអូក្នុងការធ្វើមេរៀនឆ្លុះបញ្ចាំងថ្ងៃនេះទើបបានបញ្ចប់សូមអរគុណលោកគ្រូអ្នកគ្រូដែលបានស្ដាប់យកចិត្តទុកដាក់សូមអរគុណ